การเตียดหายគិតត្រឹមថ្ងៃទី29ខែមីនាឆ្នាំ2027ពេលនេះចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនដល់ជិត700នាក់យ៉ាងហោចណាស់មនុស្ស694នាក់បានស្លាប់និងជិត1700នាក់បានរងរបួសក្រោយគ្រោះរញ្ជួយដីកម្រិត 7.7 រេកត័រវាយប្រហារភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025កន្លងទៅតាមការបញ្ជាក់ពីខាងភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នៅថ្ងៃទី29ខែមីនាឆ្នាំ2025នេះបានឲ្យដឹងថាប្រទេសមីយ៉ាន់ម៉ាបានទទួលរងការរញ្ជួយជាបន្តបន្ទាប់យ៉ាងហោចណាស់14លើកបន្ថែមពីគ្រោះរញ្ជួយដីធំ 7.7 រេកត័រកាលពីថ្ងៃទី28កន្លងទៅដែលជាហេតុធ្វើឲ្យបេសកកម្មរុករកសង្គ្រោះជនរងគ្រោះមានការលំបាកខ្លាំងចំនួនអ្នកស្លាប់បឋមដែលទទួលបានពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានហក់ឡើងលឿនមែនទែនពី144នាក់ទៅ694នាក់ក្នុងពេលត្រឹមតែមួយយប់ហើយតាមមន្ត្រីក្នុងប្រទេសបានបញ្ជាក់ទៀតថាមនុស្ស1570នាក់បានរងរបួសនិង68នាក់កំពុងបាត់ខ្លួនដោយចំនួនអ្នកស្លាប់រំពឹងថានឹងកើនឡើងថែមទៀត